វេលាម៉ោង 4:30 នាទីរសៀលថ្ងៃអាទិត្យ 15 រោចខែបោះឆ្នាំម្សាញ់ពុទ្ធសករាជ 2569 ត្រូវនឹងថ្ងៃទី 18 ខែមករាឆ្នាំ 2026 នេះព្រះកុសលមង្គលហេងមុនសាមព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយជាព្រះព្រហ្មកិស័កព្រះសមុទ្ធរអនុគុណសុខសែនបុលជាព្រះគ្រូចៅអធិការវត្តសិលារតនារាមហៅវត្តអង្គរភ្នំខ្លុំជាព្រះអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាសុខសែនបុលនិងជាព្រះប្រធានរដ្ឋបាលសាខាសមាគមសន្និសិទបញ្ញវន្តក្មេងវត្តខេត្តកោះកុងនឹងបានអមដំណើរដោយលោកយឹមចន្ទធីអនុប្រធាននៃអនុសាខាសមាគមសន្និសិទបញ្ញវន្តក្មេងវត្តសុខសែនបុលនៃខេត្តកោះកុងដោយមានការអញ្ជើញចូលរួមពីលោកវិរៈសេនីយ៍ត្រីក្រមឈើយនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអំបិលនិងលោកអនុភូមិខ្លុំបានចុះសួរសុខទុក្ខនិងនាំយកអំណោយជូនលោកមនសមុទ្រអាយុ66ឆ្នាំដែលជាប្រធានប្រជាការពារភូមិខ្លុំដែលមានជំងឺត្បៀតសរសៃឈាមដែលកំពុងសម្រាប់ព្យាបាលនៅគេហដ្ឋានរបស់លោកដែលស្ថិតនៅភូមិខ្លុំឃុំសែនបុលសុខសែនបុលនៃខេត្តកោះកុងនៅក្នុងនោះផងដែរអំណោយរួមមានអង្ករមួយបាវ25គីឡូក្រាមទឹកបរិសុទ្ធចំនួន2កែសមីជាតិ1កែសទឹកផ្លែឈើ1កែសទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរនំ1ប្រអប់ព្រមទាំងថវិកាចំនួន20,000រៀលផងដែរ